បងប្អូនទាំងអស់គ្នាបងប្អូនឃើញនៅមុខខ្ញុំនេះគឺជាគោដែលមានតម្លៃ$25,000បងប្អូនពិតជាមិនធម្មតាមែនបាទឥឡូវបងប្អូនដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់មានតែឲ្យបងប្រុសគាត់ជួយបញ្យល់បន្ថែមជំរាបសួរបងបាទជំរាបសួរបាទអរគុណបងជួយជំរាបបងប្អូនយើងតិចថាហេតុអីបានគោនឹងមានតម្លៃរហូតដល់$25,000បងបាទបើពាក់ព័ន្ធនឹងគោនេះមួយខ្ញុំសូមណែនាំបន្តិចគោនេះទឹកស្ចាំមកពីកសិដ្ឋាន GM វ៉ាវបាទ407ឈ្មោះនៅប្រចាំកសិដ្ឋានពនាងព្រិលសនៅខាងណាបងនៅខ្មែរនៅស្រុកគេនៅកម្ពុជាយើងបច្ចុប្បន្ននៅកសិដ្ឋាន I7 នៅតំបន់អភិវឌ្ឍប្រមូល7NG ឃុំវិហារសួរស្រុកសាច់កដាម្ចាស់កសិដ្ឋានស្ថាបនិក I7 ដ៏ចាស់ភាសាគឺលោកអញ្ញាស្រីយន្ទូហើយនេះអានេះកូនស្រីរបស់គាត់អូយស្អាតម្ចាស់កសិដ្ឋានបាទប្រហែលឆ្នាំហើយបងកូននេះបាទគោនេះបច្ចុប្បន្នមានវ័យ4ឆ្នាំចិត្ត5ឆ្នាំហើយបាទអាយុមិនជានេះមិនច្រើនមែនទេបាទតែបងប្អូនមើលនេះរូបរាងរបស់វាស្អាតមែនតើណាមួយអូយនេះលេខស៊ីមួយគ្រឿងណាលេខស៊ីមួយគ្រឿងមិននឹងស្មើទៀតណាបងប្អូននេះវ៉ាវដើមដំបងនៃពូជរបស់វាយើងយកមកពីណាដើមដំបងនៃពូជនេះគឺមកពីសហរដ្ឋអាមេរិកពូជប្រាម៉ាន់ដើមឡើយប្រាម៉ាន់គឺនាំពីប្រទេសឥណ្ឌាទៅអភិវឌ្ឍពូជនៅសហរដ្ឋអាមេរិកបាទដល់ហើយចឹងទៅដោយឃើញសក្តានុពលភាពធន់សមស្របធំលះស៊ីមិនរើសសម្របខ្លួនអាកាសធាតុនៅប្រទេសកម្ពុជាយើងអញ្ចឹងលោកអាណាចន្ទធូគាត់បានជ្រើសរើសយកពូជនេះមកចូលរួមអភិវឌ្ឍពូជនៅប្រទេសកម្ពុជារបស់យើងធ្វើឲ្យដើម្បីឲ្យគោមានភាពប្រសើរឡើងលក្ខណៈពិសេសរបស់វាហេតុអីបានជាវាមានតម្លៃរហូតដល់$25,000តើមានចំណុចពិសេសអីខ្លះសេនតិចខាងមេបាជាគោលំដាប់បាទទីមួយទៀតគឺមានរូបសម្រស់តម្រង់ទាំងអស់នោះគឺចូលក្នុងក្រេតគោថាលំដាប់ A បាទលំដាប់យកមកហើយពុកម៉ែបងប្អូនចង់ដឹងថា$25,000នេះសួរថាធ្វើម៉េចបានគោនឹងរកផលចំណេញត្រឡប់មកវិញបានពុកម៉ែបងប្អូនពិតជាឆ្ងល់ហើយថាត្រូវធ្វើម៉េចបាទអ្វីដែលយើងធ្វើគឺយើងចិញ្ចឹមគោបែបបច្ចេកវិទ្យាសម័យថ្មីបាទដោយគោនេះបើនិយាយមែនតើគោនេះគឺជាយើងធ្វើ IVS យើងយកពងរបស់មេគោហ្នឹងរបស់ពនាងព្រិលសហ្នឹងបាទប្រកាសជាមួយទឹកស្ចាំបាមួយណានោះដែលយើងកំណត់គោលដៅថាត្រូវប្រកាសជាមួយបាមួយហ្នឹងអញ្ចឹងគេហៅថាធ្វើលក្ខណៈបែបក្លូនអញ្ចឹងយកទៅឲ្យផ្ញើពោះឲ្យមេផ្សេងពោះបានរាប់រយក្បាលមេគោមួយក្បាលនេះយើងចិញ្ចឹមវាទុកបន្តពោះបន្តទៀតជាមេ ET គោមួយហ្នឹងទៅប្រកាសជាមួយបាផ្សេងហើយឲ្យមេផ្សេងអ្នកពោះនៅពេលដែលយើងយកវាទៅធ្វើជាមេបាហើយបន្ទាប់មកយើងក្លូនកូនបានហើយយើងយកទៅខាងណាយើងយកទៅលក់ចែកជូនទៅខាងណាចែកនៅក្នុងស្រុករបស់យើងដែលគាត់ចង់បានមេបាពូជដែលគោលំដាប់បែបនេះពីដើមឡើយវាមាននៅសហរដ្ឋអាមេរិកប៉ុន្តែបច្ចុប្បន្នយើងបាននាំពូជទាំងទឹកស្ពាំពូជនេះមកដល់កម្ពុជាដែលធ្វើបាននៅកសិដ្ឋាន I7 របស់លោកអង្ញាសីចន្ទធូជាកូនខ្មែរគេមានគោលំដាប់ grade A grade B ទៀតមែនទេបងហើយនេះ grade A បងអាចបញ្យល់បន្តិចបានទេថាតើគោ grade A ហ្នឹងគេមើលទៅលើអីបងចំណុចទី1ពាក់ព័ន្ធនឹងការហ្សែនខាងមេបាបាទខ្សែពូធាខាងមេបាទី2ទៀតតម្រង់នៃគោគេហៅថាការចូលរួមប្រកួតនៅក្នុងទីលានប្រកួតលំដាប់អ្នកអភិវឌ្ឍពូជលំដាប់ជួរមុខនៅលើសកលលោកបាទពិសេសនៅបច្ចុប្បន្ននេះតែម្ដងអញ្ចឹងចំណុចមួយទៀតគឺការផ្ដល់ផលិតផលនៃកូនបាទអញ្ចឹងយើងឲ្យ grade A ហើយសម្រាប់ពនាងព្រិលសធ្លាប់បានធ្វើការប្រកួតបែបរូបបាទជាមួយប្រទេសអ្នកអភិវឌ្ឍគោនៅប៉ែអឺរ៉ុបហ្នឹងពនាងព្រិលសជាប់លេខ1វ៉ាវបាទពនាងព្រិលសជាប់ធ្លាប់ដាក់រូបប្រកួតគ្នាទូទាំងពិភពលោកពនាងព្រិលសជាប់លេខ1វ៉ាវមិនធម្មតាហើយនេះឈ្មោះពនាងព្រិលសតែម្ដងពនាងលេខកូដ407ប៉ុន្តែយើងដាក់ឈ្មោះឲ្យប្រចាំកសិដ្ឋានពនាងព្រិលសឥឡូវវាអាយុដូចជាខ្ទង់5ឆ្នាំមែនទេបងបានបន្តពូជមួយដងឬណាយើងមានកូននៅក្នុងកសិដ្ឋានយើងរួចហើយពេលក្រោយឱកាសក្រោយយើងនឹងដាក់បង្ហាញកូនរបស់ពនាងព្រិលសអូហើយចុះដល់ពេលកូនពនាងព្រិលសពនាងព្រិលអីយើងអត់ទាន់ដាក់សម្លាក់សិនឥឡូវបងបាទនេះពនាងព្រិលសរូបរាងស្រស់ស្អាតហើយចុះអ្នកឈរក្បែរនេះជាអ្វីបាទនិយាយមែនតើទៅដល់នេះគាត់ជាអ្នកគេហៅថាជាធម្មតានៅលើវិស័យកសិកម្មចំណេះជំនាញមិនប្រកាន់ថាជាមនុស្សប្រុសឬមនុស្សស្រីទេតែបើនិយាយពីធាតុពិតអ្នកពាក់ព័ន្ធនៅលើការចិញ្ចឹមសត្វមនុស្សស្រីគេហៅថាមានចិត្តត្រជាក់មានក្តីអនុគ្រោះជាងមនុស្សប្រុសបើនិយាយដូចចំណេះជំនាញមនុស្សស្រីគាត់បកាទៀតហើយដល់នេះគាត់កំពុងតែសិក្សានិងមានបំណងថា
คลายแต่จีเนี่ยจำโกอ่ะ អាយ៉ាមើលស្អាតម្លឹងនេះហើយទៅអ្នកចំគោបងប្អូនមកជំនួសមកជាអត់ជឿមែនទេ បាទអត់ជឿហើយនេះម្ចាស់កសិ ហើយ ដ្ឋា នេះ ន ម្ចាស់ការទេថាមើលឥឡូវសួរម្ចាស់ការឋានមួយមានអារម្មណ៍មិនដែរមើល សบายចិត្ត សប្បាយចិត្តអត់ សบายចិត្តអូខេ សប្បាយចិត្តទេកូនមើលកូនជួយប្រាប់ឈ្មោះជូនបងប្អូនយើងមួយ បាទកូន អាយ៉ាណាអូឈួតស្អាតមែនតើនេះ បាទ អរគុណច្រើនបងណា បាទ បាទអរគុណបាទអរគុណបងជំរាបលា